កាលពីព្រេងនាយមានមនុស្សឆោត4នាក់ព្រមព្រៀងគ្នាដើររៀនក្ដីលុះដើរបន្តិចទៅចាប់បានអណ្ដើក5បុរសទាំង4នាក់នោះក៏យកអណ្ដើកនោះមកចែកគ្នាដល់ចែកទៅចែកមកសល់អណ្ដើក1មនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួនក៏ចែកគ្នាម្ដងទៀតចែកទៅចែកមកសល់អណ្ដើក1ដដែលមិនដឹងគិតដូចម្ដេចបុរសទាំង4នាក់នោះតល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកលែងឡង់ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះប្រទះនឹងមនុស្សទាំង4នាក់នោះក៏ឈរមើលគេចែកអណ្ដែកគ្នាហើយបុរសនោះឃើញឆោតដូច្នោះក៏សើចហើយនិយាយនឹងបុរស4នាក់នោះថាមើលទៅអ្នកមិនសូវប្រសពសោះបុរស4នាក់គ្រាន់តែឮសូរសម្ដីប៉ុណ្ណេះក៏និយាយថាអោលោកបើលោកចេះអាណិតមកចែកឲ្យយើងបន្តិចបុរសម្នាក់នោះឮដូច្នោះក៏ដើរចូលទៅអង្គុយជិតចាប់យកអណ្ដើក5នោះមកហើយរើតមើលអណ្ដើកណាដែលធំជាងគេយកមកទ្រាប់អង្គុយនៅសល់អណ្ដើក4ក៏ចែកទៅឲ្យបុរស4នាក់នោះម្នាក់អានាក់បុរសនោះក៏សុខចិត្តរៀងខ្លួនហើយបុរស4នាក់នោះសួរថាអ្នកមើលទៅប្រហែលជាចេះក្ដីបុរសនោះឆ្លើយថាខ្ញុំចេះបុរសទាំង4នាក់ក៏តបទៅវិញថាអោបើអ្នកចេះក្ដីសូមមេត្តាប្រាប់យល់ផងបុរសម្នាក់នោះឆ្លើយថាបើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទិញតាមខ្ញុំបុរស4នាក់ឆ្លើយថាបាទហើយបុរសនោះប្រាប់ទៅ4នាក់នោះឲ្យទន្ទិញរៀងខ្លួនគឺប្រាប់ទៅបុរសទី1ថាទំពាកវាទៅភ្នៅវាមកប្រាប់ទៅបុរសទី2ថាមានប្រឡាយទឹកវាហូរប្រាប់ទៅបុរសទី3ថាមានសម្រាមឆ្កែវាជុះប្រាប់ទៅបុរសទី4ថាមែនគេថាបុរសទាំង4នាក់ក៏ចេះទន្ទិញពាក្យនេះចេះចាំគ្រប់គ្នាទៅហើយបុរស4នាក់នោះនាំគ្នាទៅឆ្ងាយទៅបានដល់ភូមិមួយនឹងរកផ្ទះសម្បែងសំណាក់ក៏គ្មានលុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់គាត់ក៏ព្រមឲ្យហើយបុរសទាំង4សំណាក់នៅផ្ទះយាយនោះទៅយប់នោះក៏នាំគ្នាទន្ទិញពាក្យក្ដីដែលបុរសម្នាក់នោះប្រាប់ទន្ទិញមិនឈប់ឈរទាល់តែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថាលោកមេស្រុកយប់មិញនោះមានបុរស4នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង4នាក់នោះចេះតែនិយាយទន្ទិញទាល់តែភ្លឺតែមិនដឹងជាពាក្យយ៉ាងដូចម្ដេចស្ដាប់មិនបានសោះខានដេកវែវព្រឹកហេតុនេះខ្ញុំមកប្តឹងលោកសូមលោកហៅមនុស្សទាំង4នាក់នោះមកជំនុំជម្រះឲ្យខ្ញុំមេស្រុតបានស្ដាប់ហើយក៏ឲ្យបំរើទៅហៅបុរសទាំង4នាក់នោះមកហើយសួរថាហេតុដូចម្ដេចបានជាឯងទន្ទិញអ្វីទាល់តែភ្លឺរកតែយាយក៏ដេកពួនមិនបានដែលឯងទន្ទិញនោះទន្ទិញពាក្យអ្វីបុរសទាំង4នាក់នោះឆ្លើយថាខ្ញុំទន្ទិញពាក្យក្ដីមេស្រុកបង្គាប់ទៅទៀតថាឯងរាល់គ្នាសូត្រពាក្យនេះម្ដងម្នាក់ទៅមើលអញនឹងស្ដាប់បុរសទី1ថាទំពាកវាទៅភ្នៅវាមកបុរសទី2ថាមានប្រឡាយទឹកវាហូរបុរសទី3ថាមានសម្រាមឆ្កែវាជុះបុរសទី4ថាមែនគេថាស្ដាប់ពាក្យនេះហើយមេស្រុកក៏កាត់សេចក្ដីថាឯងទាំង4នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះបុរសទាំងអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅយាយចាស់ក៏ប្រាឲ្យធ្វើការសពសារភាតែរាល់ថ្ងៃលុះនៅនឹងយាយនោះមានបាន2-3ថ្ងៃយាយចាស់ក៏ប្រាបុរសទាំង4នាក់នោះឲ្យទៅកាប់ឈើធ្វើឌូកអ្នកទាំង4នាក់ក៏នាំគ្នាចូលទៅក្នុងព្រៃធំហើយដើររកឈើណាមានប្រហោងក្នុងកាប់ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើមមានប្រហោងក្នុងបុរសទាំង4នាក់និយាយគ្នាថាយើងបានប្រទះឈើប្រហោងក្នុងហើយយើងត្រូវនាំគ្នាកាប់ឈើនេះបុរសទាំង4នាក់មូមាត់គ្នាក៏កាប់រំលំឈើប្រហោងនោះលុះឈើជិតរលំបុរសទាំង4នាក់ស្រែកថាគុណយើងជិតរលំហើយអាណាម្នាក់រត់ទៅចាំត្រកុំឲ្យបែកឈើយើងក្រាញ់ធ្វើឌុកមិនកើតបុរសម្នាក់ក៏ស្ទុះទៅត្រដល់ឈើនរស់បាក់មកសង្កត់ស្លាប់ធឺមាត់ស្មេងបុរសទាំង3នាក់ឃើញដូច្នោះក៏នាំគ្នាសើចថាយឺអានេះខ្លាំងណាស់តើឈើទំហំប៉ុណ្ណឹងវាត្របានហើយវាសើចថែមទៀតបុរសទាំង3នាក់នាំគ្នាចាំមើលបុរសម្នាក់ដែលស្លាប់
ដល់យូរព្រែកក៏ស្រែកហៅថាយីមកឆាប់ឡើងនឹងអាល់ទៅឃ្លានបាយណាស់លុះឃើញនៅស្ងៀមក៏នាំគ្នាដោចូលទៅមើលកាលដឹងថាបុរសនោះស្លាប់បុរសទាំង3នាក់ភ័យណាស់និយាយគ្នាថាយើងនៅមិនបានទេតែបើយើងនៅមុខជាគេប្តឹងថាយើងវាយសម្លាប់អានេះបើដូច្នោះត្រូវនាំគ្នារត់ថាហើយក៏ព្រមព្រៀងគ្នារត់ដល់ពេលយប់វង្វេងភ្លើមិនដឹងរត់ទៅឯណាទៅត្រង់កំពង់ផ្ទះយាយនោះហើយនាំគ្នាលួចទូកយាយនោះទៅត្រីម្ខាងបុរសទាំង3នាក់ចុះទូកម្នាក់នៅខាងកន្សែងបែរមុខទៅខាងកន្សែងម្នាក់នៅខាងក្បាលក៏បែរមុខទៅខាងក្បាលម្នាក់ទៀតនៅអង្គុយកណ្ដាលបាច់ទឹកទូកតែមិនបានស្រាយខ្សែចំណងទូកលុះចេញចេះតែនាំគ្នាមួយយប់តលតែភ្លឺនៅតែដដែលលុះភ្លឺស្រាងឡើងយាយចាស់ជក់ទៅដងទឹកប្រទះបុរស3នាក់ហើយស្រែកថាយើអានេះរត់ទៅណាបុរសទាំង3នាក់ក្រឡេកឃើញយាយចាស់ជាចៅវាយខ្លួនក៏ទាល់ប្រាជ្ញាមិនដឹងបើរត់ទៅឯណាក៏ទៅនៅបម្រើយាយចាស់វិញដដែល